បងបារោះបន្ទាប់ពីរស់នៅជាមួយនឹងដៃគូរួចលេចឡើងអាក្រក់ទាំងអស់នេះដូចជាការឡើងលំមាស់ទៅលើប្រដាប់ភេទឡើងរោលឡើងអុចក្រហមឬក៏ពេលខ្លះអាចមានការរលាកនៅចុងប្រដាប់ភេទឬក៏អាចនឹងធ្វើយើងពិបាកក្នុងការបត់ជើងតូចនោមមកអត់អស់នោមមកចុកនោមមកហួលចាឬក៏ពេលខ្លះទៀតអាចនឹងមានការហូរទឹករំអិលចេញពីប្រដាប់ភេទដែលមានសភាពថ្លាឬក៏សភាពខាប់មានក្លិនមិនល្អអាចនឹងក្លិនឆ្អាបឬធំក្លិនស្អុយឬក៏ពេលខ្លះធ្វើឲ្យមានការឡើងចេញជាពងបែកឬក៏មានដុះដុំសាច់លក្ខណៈជាកញ្ចុំចេញពីសាច់តែម្ដងចាបើសិនជាបងប្អូនជួបកើតមានទៅលើបញ្ហាទាំងអស់នេះបញ្ជាក់ថាបងបារោះគឺមានការឆ្លងបញ្ហាកាមរោគតាមរយៈការគេងនៅជាមួយដៃគូហើយបញ្ហាទាំងអស់នោះគឺវាអាចបង្កឡើងដូចជាបញ្ហាកាមរោគពុម្ពទឹកបាយពុម្ពទឹកថ្លាជំងឺស្វាយឬក៏ជំងឺកាមរោគសិកមាន់ឬក៏មួយទៀតគឺជំងឺពងបែកជំងឺ HPV ដែលវាឆ្លងលឿនតាមរយៈការរួមភេទឬក៏ឆ្លងតាមរយៈកត្តាកង្វះលើកត្តាអនាម័យឬក៏បងប្អូនប៉ះផ្ទាល់ជាមួយនឹងកន្លែងដែលផ្ទុកទៅលើជំងឺកាមរោគក៏អាចបងប្អូនឆ្លងកើតមានទៅលើបញ្ហាដូចគ្នាដែរអញ្ចឹងបើសិនជាបងប្អូនបារោះកំពុងតែជួបកើតមានទៅលើបញ្ហាទាំងអស់នេះឆាប់ធ្វើការរកដំណោះស្រាយហើយបើសិនជាបងប្អូនចង់បានព័ត៌មានលម្អិតទាក់ទងលើបញ្ហាសុខភាពអាចទាក់ទងមកនឹងខ្ញុំបានតាមរយៈលេខ Telegram តតែម្ដង